ដាំចេះតែកើតហើយបានប្រមូលផលបន្តបន្ទាប់អញ្ចឹងទៅមានអារម្មណ៍ថាខ្លួនឯងហាក់បីដូចជាញៀននៅក្នុងការដាំដុះតែម្ដងដំបូងឡើយតែងតែគិតថាប្រហែលជាការដាំដុះខ្លួនឯងនឹងមិនទទួលបានផលល្អទេដោយសារតែយើងអត់មានបច្ចេកទេសអីទេការដាំដុះគឺប្រើប្រាស់បទពិសោធន៍ពីសម័យបុរាណសុទ្ធតែម្ដងហើយការដាំសាមញ្ញទេនៅតែមុខផ្ទះទេប៉ុន្តែដល់ពេលបានផលបន្តបន្ទាប់ទៅមានអារម្មណ៍ថាខ្លួនឯងត្រេកអរខ្លាំងមែនទែនតែម្ដងខ្ញុំនៅតែស្រឡាញ់ពាក្យមួយឃ្លាដែលគេនិយាយថាកុំបោះបង់កុំឲ្យចាស់ចាញ់មុនពេលដែលយើងចាប់ផ្ដើមអញ្ចឹងបើសិនជាថ្ងៃនេះខ្ញុំចាមិនបានចាប់ផ្ដើមទេខ្ញុំក៏នឹងមិនទទួលបានបទពិសោធន៍ថ្មីនៅក្នុងការដាំដុះដូចគ្នាដែរនៅពេលដែលយើងអត់បានចាប់ផ្ដើមក្នុងការធ្វើរឿងអ្វីដែលថ្មីទេយើងកុំរំពឹងលទ្ធផលថ្មីដែលយើងនឹងទទួលបានឲ្យសោះគឺយើងនឹងទទួលបានលទ្ធផលដដែលព្រោះយើងធ្វើរឿងដដែលប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមរៀនធ្វើអ្វីដែលថ្មីគឺយើងនឹងទទួលបានលទ្ធផលថ្មីទោះបីជាលទ្ធផលពេលខ្លះវាល្អឬក៏អត់ល្អក៏ដោយប៉ុន្តែយ៉ាងហោចណាស់យើងក៏បានរៀនសូត្រអំពីបទពិសោធន៍ថ្មីដែលយើងអត់ដែលបានធ្វើពីមុនសោះនៅក្នុងជីវិតរបស់យើងដូចគ្នាដែរជជែកគ្នាប៉ុណ្ណឹងសិនយើងមកមើលដំណាំដែលកំពុងតែលូតលាស់ចេញពីផ្ទះរបស់នាងខ្ញុំតែម្ដងក្នុងនោះដែរនាងខ្ញុំដាំម្រះរៀងច្រើនដែរហើយម្រះដែលថ្មីហ្នឹងក៏ចាប់ផ្ដើមនៅក្នុងការធំចាល្មមមានផ្លែខ្ទាស់ដូចគ្នាឯម្រះមួយនេះវិញនាងខ្ញុំខំការពារតាំងពីតូចរហូតដល់ធំតពេលធំទៅវែងជាងកណ្ដាស់មានណាស្រាំងអុចតតែបានប៉ុន្តែប៉ណ្ណេះអត់អីទេដោយសារម្រះនេះល្មមបេះហើយអញ្ចឹងយើងបេះទៅយើងកាត់ចាកតុយវាចេញបន្តិចទៅយើងអាចយកទៅស្ងោរឬក៏ខឬក៏ធ្វើម្ហូបបានហើយប៉ុណ្ណឹងអាមួយនេះវិញមកលួចផ្លែតាំងពីអង្កលណាចាប៉ុណ្ណាណីហើយបានម្ចាស់ឃើញប៉ុន្តែស្រាំងក៏អត់តន់ចុចដូចគ្នាដែរប្រហែលជាស្រាំងរកអត់ឃើញដែរពោតបារាំងនៅផ្ទះរបស់នាងខ្ញុំបានកាត់ស្លឹកវាចេញខ្លះហើយដោយសារខ្ញុំអត់ចង់ឲ្យវាខ្ពស់ពេកទេកាលណាវាខ្ពស់ពេកចឹងទៅវាពិបាកដល់ខ្ញុំនៅក្នុងការថែម្រះដោយសារនាងខ្ញុំដាំពោតបារាំងជាមួយនឹងម្រះហ្នឹងគឺឆ្លោះគ្នាអញ្ចឹងមានពោតបារាំងមានម្រះឡើងត្រូវអញ្ចឹងទៅហើយពោតបារាំងនៅខាងមុខអញ្ចឹងបើសិនជាវាខ្ពស់ពេកនាងខ្ញុំពិបាកក្នុងការចូលទៅរៀបចំខ្ទាស់ម្រះនិងរៀបចំមើលថែម្រះដូចគ្នាដែរអញ្ចឹងចង់មិនចង់គឺត្រូវតែកាត់ស្លឹកវាចេញហើយបើនិយាយពីខ្ញុំវិញខ្ញុំគឺជាអ្នកដែលចូលចិត្តផ្លែម្រះខ្លាំងមែនទែនហើយការកែច្នៃម្រះនេះគឺយើងធ្វើបានច្រើនមុខអញ្ចឹងមានអារម្មណ៍ថាពេលដែលយកទៅកែច្នៃវាអត់មានអារម្មណ៍ថាសុញគំនិតថាគួរទៅយកធ្វើអីអញ្ចឹងហើយម្រះខ្ចីអញ្ចឹងបងប្អូនអរគ្នាអត់ពិបាកសោះសូម្បីតែយើងញ៉ាំជាមួយនឹងបុកប្រហុកបុកម្ជូរអីក៏យើងមានអារម្មណ៍ថាឆ្ងាញ់ដែរអញ្ចឹងហើយបានជាខ្ញុំចូលចិត្តដាំម្រះឲ្យមានបន្តបន្ទាប់អញ្ចឹងទៅយើងក៏លេចមកមើលចំការដែលនៅក្បែរផ្ទះរបស់ខ្ញុំវិញឥឡូវនេះគេបានរៀបចំភ្ជួរដីភ្ជួរអីអញ្ចឹងទៅដើម្បីត្រៀមនៅក្នុងការដាំដុះដំណាំថ្មីដូចគ្នាដែរបន្តិចទៀតនៅពេលដែលដំណាំរបស់គាត់ចាប់ផ្ដើមដាំដុះពេញតែចំការតែម្ដងបងប្អូនអរគ្នានឹងខ្ញុំនឹងថតបង្ហាញជូនបងប្អូនអរគ្នាដើម្បីឲ្យឃើញអំពីទិដ្ឋភាពដ៏ស្រស់ស្អាតចេញពីភូមិរបស់នាងខ្ញុំផ្ទាល់ហើយសង្ឃឹមថាបងប្អូនអរគ្នានឹងចូលចិត្តវីដេអូប្រភេទនេះអរគុណសម្រាប់ការមើលវីដេអូជួបគ្នានៅវីដេអូបន្តសូមជម្រាបលាបាយបាយ